ក្នុងឆ្នាំ2026នេះគឺជាឱកាសល្អមួយសម្រាប់បងប្អូនដែលមានបំណងចង់បង្កើតប្រាក់ចំណូលជាមួយនឹង YouTube និងបង្កើតមាតិកាផ្ទាល់ខ្លួនដើម្បីរកប្រាក់ចំណូលពី YouTube Partner តើមានលក្ខខណ្ឌអ្វីខ្លះដើម្បីអាចឲ្យយើងទទួលបានការ invite របស់ YouTube ក្នុងការបង្កើតប្រាក់ចំណូលដើម្បីរកប្រាក់ចំណូលជាមួយនឹង YouTube បានគឺមាន3ជំហានធំៗដែលយើងត្រូវតែបំពេញឲ្យគ្រប់ទាំងអស់ហើយ3ជំហាននោះមានអ្វីខ្លះតោះខ្ញុំនឹងបកស្រាយនៅក្នុងវីដេអូនេះមុននឹងឈានទៅដល់ការបកស្រាយសូមបងប្អូនទាំងអស់គ្នាជួយចុច like និង subscribe នៅលើ channel YouTube ខ្ញុំដើម្បីជាការលើកទឹកចិត្តក្នុងការផលិតវីដេអូរបស់ខ្ញុំផងជំហានទី1ដើម្បីក្នុងការអាចចុះឈ្មោះក្នុងការរកលុយជាមួយនឹង YouTube បានបងប្អូនទាំងអស់គ្នាត្រូវតែមាន Google account ដែលជា Google ផ្ទាល់ខ្លួនតែម្ដងដែលយើងអាចបង្កើតបានដោយ free នៅក្នុងជាប្រភេទ Google Gmail account ឬយើងយក Google account នេះយកទៅ sign in នៅក្នុងកម្មវិធី YouTube បន្ទាប់ពីធ្វើការ sign in នៅក្នុងកម្មវិធី YouTube រួចយើងត្រូវតែបង្កើតនៅ channel YouTube មួយផ្ទាល់ខ្លួនដែលអនុញ្ញាតឲ្យយើងអាចផុសជាវីដេអូនៅក្នុងកម្មវិធី YouTube នេះបានដែលយើងអាចបង្កើតនៅមាតិកាផ្ទាល់ខ្លួនដែលជាមាតិកា original របស់យើងដែលយើងបានធ្វើឡើងដើម្បីសាងប្រាក់ចំណូលជាមួយនឹង YouTube ជំហានទី2គឺយើងត្រូវតែស្វែងរកអ្នក subscribe channel របស់យើងឲ្យបានចំនួន 1000 នាក់ដែលគេហៅថា 1k subscriber ក្នុងរយៈពេល1ឆ្នាំយើងត្រូវតែបង្កើននៅចំនួន subscriber ឲ្យបាន 1k ទើបយើងអាចទទួលបានការអនុញ្ញាតពី YouTube ជំហានទី3គឺការស្វែងរកចំនួនអ្នកទស្សនាដែលការស្វែងរកចំនួនអ្នកទស្សនាបែងចែកជាពីរប្រភេទទី1គឺការបង្កើតនៅចំនួនអ្នកមើលនៅលើវីដេអូផ្ដេកឬក៏អាចថា long វីដេអូតែទម្រង់វីដេអូមានលក្ខណៈជាផ្ដេកហើយមាននាទីច្រើនអាចចាប់ពី2នាទី3នាទីឡើងទៅដល់1ម៉ោង2ម៉ោងអាស្រ័យទៅលើមាតិកាដែលយើងបានទី2គឺការស្វែងរកចំនួនអ្នកមើលទៅលើវីដេអូផ្លេចដែលយើងហៅថា short វីដេអូដែលមានទម្រង់បញ្ឈរគឺ6x16ដែលវីដេអូខ្លីនេះគឺយើងអាចថាយើងអាចផលិតនៅវីដេអូដែលមានរយៈពេលពី10 second ទៅកាន់1ទៅ1នាទីបានហើយចំពោះការចំនួនអ្នកមើលវីដេអូវិញនិងអ្នកមើលវីដេអូខ្លីតើគេកំណត់បែបណាទើបអាចរកលុយពី YouTube នឹងបានចំពោះវីដេអូវែងដែលយើងហៅថា long វីដេអូជាវីដេអូទម្រង់បែបផ្ដេកគឺតម្រូវឲ្យយើងរកចំនួនអ្នកមើលឲ្យបាន 4000 ម៉ោងដែលយើងអាចយក4000 ម៉ោងហ្នឹងទៅចែកចេញជានាទីវិញទៅយើងចែកនឹង60ទៅឃើញចំនួននាទីនៃការមើលអញ្ចឹងយើងអាចគិតថាតើយើងចែកនឹង60ទៅនឹងឃើញចំនួននាទីហើយចំពោះ short វីដេអូមានតម្រូវការអ្នកមើលចំនួន10M ឬក៏ហៅថា10លាន view នៅពេលដែលយើងទទួលបានគោលការណ៍នៅពេលដែលយើងបំពេញទៅតាមគោលការណ៍ទាំងអស់នេះនោះយើងនឹងអាចទទួលបានការអនុញ្ញាតក្នុងការរកលុយពី YouTube សម្រាប់វីដេអូចែករំលែករបស់ខ្ញុំក្នុងថ្ងៃនេះគឺមានតែប៉ុណ្ណេះសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះសូមកុំភ្លេចចុច subscribe នៅលើ channel YouTube របស់ខ្ញុំនិងចុច like ប្រសិនបើបងប្អូនចង់ឲ្យខ្ញុំផលិតវីដេអូនិយាយអំពីបកស្រាយអំពីអ្វីទៀតសូម comment នៅខាងក្រោមវីដេអូនេះខ្ញុំនឹងធ្វើវីដេអូបកស្រាយត្រង់ចំណុចនោះឲ្យទៅកាន់បងប្អូនទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយបាយ